ជំរាបសួរប្រិយមិត្តមកស្គាល់ប្រភេទសត្វទាំង5ដែលគ្រោះថ្នាក់បំផុតលើពិភពលោកតើប្រភេទសត្វទាំង5នោះមានឈ្មោះប្រភេទសត្វអ្វីខ្លះសូមប្រិយមិត្តរីករាយស្ដាប់ដូចតទៅខាងក្រោមនេះគឺជាសត្វដែលគ្រោះថ្នាក់ជាងគេបំផុតនៅលើពិភពលោកសត្វទាំងនេះត្រូវបានគេចុះបញ្ជីទៅលើភាពខ្លាំងនិងភាពកាចសាហាវរបស់ពួកវាទៅលើមនុស្សឬសត្វដទៃតែមិនសំដៅទៅលើពឹសនោះទេ1. ត្រីឆ្លាមសូរត្រីឆ្លាមសូរត្រូវបានគេដឹងថាជាសត្វដែលគ្រោះថ្នាក់ជាងគេបំផុតនៅក្នុងដែនសមុទ្រវាជាសត្វស៊ីសាច់និងស្រេចឈាមវាហែលលឿននិងអាចដឹងក្លិនឈាមក្នុងចម្ងាយរាប់ម៉ាយ 2. របៃអាហ្វ្រិកវាជាសត្វព្រៃដែលគ្រោះថ្នាក់បំផុតក្នុងចំណោមសត្វទាំងអស់នៅទ្វីបអាហ្វ្រិកវាឃើញមនុស្សប្រៀបដូចវាជួបនឹងសត្រូវវាប្រើស្នែងរបស់វាសម្រាប់វាប្រហារមនុស្សប្រជាជនរស់នៅតំបន់អាហ្វ្រិកនិយាយថាប្រសិនបើសត្វនេះរងរបួសដោយសារព្រាមព្រៃហើយតែបើវាមិនងាប់ទេវានឹងដេញបុកព្រាមព្រៃនោះរហូតដល់ស្លាប់ 3. សត្វតោវាជាប្រភេទសត្វដ៏គ្រោះថ្នាក់បំផុតក្នុងព្រៃអាចចាប់មនុស្សឬសត្វដទៃបានយ៉ាងងាយដោយសារវាមានក្រញាំក្រចកនិងធ្មេញដ៏មុជស្រួចពេលដែលវាវាយប្រហារមនុស្សឬសាច់ម្ដងពិបាកក្នុងការរត់គេចខ្លួនបំផុតព្រោះវាជាសត្វដែលមានកម្លាំងខ្លាំងនិងរត់លឿនដូចព្រួញ 4. ខ្លាឃ្មុំសជាសត្វដែលគួរឲ្យស្រឡាញ់ដោយសារសម្បុររបស់វាពណ៌សនិងមានខ្លួនធំដែលមើលទៅមិនគួរឲ្យជឿថាវាជាសត្វសាហាវសោះមនុស្សជាច្រើនចង់បានវាមកចិញ្ចឹមប៉ុន្តែវានឹងធ្វើឲ្យជីវិតរបស់អ្នកជួបគ្រោះថ្នាក់ព្រោះវាជាពពួកសត្វស៊ីសាច់ជាអាហារហើយស៊ីអ្វីៗទាំងអស់នៅពេលវាស្រេកឃ្លាន 5. សត្វដំរីជាសត្វដែលត្រូវបានគេចាត់ទុកថាជាមិត្តនិងមានប្រាជ្ញាផងដែរប៉ុន្តែតាមការពិតវាជាសត្វដែលមានគ្រោះថ្នាក់បំផុតជាពិសេសបន្ទាប់ពីវាត្រូវបានមនុស្សធ្វើបាបមនុស្សគ្រប់រូបគួរតែទុកសត្វនេះឲ្យរស់នៅតែឯងបើពុំនោះទេវានឹងផ្ដល់គ្រោះថ្នាក់ដល់ខ្លួនអ្នកមិនខានបើសិនខ្ញុំបាននិយាយលើសលួសខ្វះខាតត្រង់ណាសូមប្រិយមិត្តស្ដាប់មេត្តារិះគន់ស្ថាបនាដោយការផ្ដល់មតិខាងក្រោម